បាទជំរាបសួរបងប្អូនទាំងអស់គ្នាខ្ញុំឃើញក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុបានចេញសារាចរណ៍ណែនាំមួយពាក់ព័ន្ធជាមួយនឹងកាតព្វកិច្ចការបង់ពន្ធអឺសម្រាប់បុគ្គលិកជាស្ត្រីដែលមានផ្ទៃពោះនៅពេលដែលគាត់មានសម្រាប់លំហែមាតុភាពណាឬក៏យើងនិយាយសម្រាប់ថាសម្រាប់កូនបាទអញ្ចឹងក្រសួងក៏បានចេញសេចក្តីណែនាំណាពីព្រោះកន្លងមកតាមខ្ញុំអនុវត្តគឺជាទូទៅគឺគាត់ប្រកាសជារួមឧទាហរណ៍ថាបុគ្គលិកស្ត្រីហ្នឹងនៅពេលគាត់សម្រាប់មាតុភាពជាធម្មតាបើសិនជាគាត់ទទួលបានអត្ថប្រយោជន៍ផ្សេងនៅក្នុងខែហ្នឹងមុនពេលដែលគាត់សម្រាប់មាតុភាពជាទូទៅគឺអ្នកដែលប្រកាសពន្ធហ្នឹងបាទនេះគឺអាចតាក់ទងជាមួយនឹងការងារយើងអ្នកអនុវត្តផ្ទាល់ 50% ហើយអនុវត្តដែលប្រកាសពន្ធហ្នឹងគឺខាង accountant ឬក៏ខាងគណនេយ្យហ្នឹងដែលគាត់ទៅប្រកាសហ្នឹងទូនទីប្រកាស 50% ដែរអញ្ចឹងនៅក្នុងន័យនេះគឺជាការងាររបស់យើងដែរវាប្រតិកន្លែងគ្នាបាទដូច្នេះខ្ញុំចង់អានជូននៅក្នុងកន្លែងនេះបាទសារាចរណ៍ណែនាំស្ដីពីកាតព្វកិច្ចប្រកាសបង់ពន្ធលើប្រាក់បៀវត្សចំពោះកម្មករនិយោជិតជាស្ត្រីមានផ្ទៃពោះដែលទទួលបានប្រាក់បៀវត្សសរុបមុនពេលសម្រាកលំហែមាតុភាពអនុលោមតាមប្រកាសលេខ475 សហវរកអពដចុះថ្ងៃទី19ខែកញ្ញាឆ្នាំ2024ស្ដីពីពន្ធលើប្រាក់បៀវត្សនិងសេចក្តីណែនាំលេខ015/25កប/សននខលចុះថ្ងៃទី7ខែកុម្ភៈឆ្នាំ2025ស្ដីពីការការពារជាពិសេសចំពោះកម្មករនិយោជិតជាស្ត្រីមានផ្ទៃពោះចំពោះក្រសួងការងារនិងបណ្ដុះបណ្ដាលជីវៈស្របតាមអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់របស់សម្ដេចមហាបវរធិបតីហ៊ុនម៉ាណែតនាយករដ្ឋមន្ត្រីនៃរាជកម្ពុជាក្នុងគោលបំណងលើកកម្ពស់សុខុមាលភាពរបស់កម្មករនិយោជិតជាស្ត្រីដែលមានផ្ទៃពោះក្រសួងសេដ្ឋកិច្ចហិរញ្ញវត្ថុសូមធ្វើការណែនាំដូចខាងក្រោម 1. ចំពោះប្រាក់បៀវត្សរបស់កម្មករនិយោជិតជាស្ត្រីមានផ្ទៃពោះដែលត្រូវទទួលបានក្នុងកំឡុងពេលបំពេញការងារសហគ្រាសត្រូវកត់ត្រានិងប្រកាសបង់ពន្ធលើប្រាក់បៀវត្សនៅក្នុងខែដែលប្រាក់នោះបានបើកដោយមិនគិតបញ្ចូលប្រាក់បៀវត្សអំឡុងពេលសម្រាកលំហែមាតុភាពដែលត្រូវបើកសរុបដោយមានចែងក្នុងបទបញ្ញត្តិនៃច្បាប់ស្តីពីការងារឡើយ 2. ចំពោះប្រាក់បៀវត្សដែលត្រូវទទួលបានក្នុងកំឡុងពេលសម្រាកលំហែមាតុភាពដោយមានចែងក្នុងបទបញ្ញត្តិនៃច្បាប់ស្តីពីការងារដែលត្រូវបើកសរុបនៅក្នុងខែមុនពេលសម្រាកលំហែមាតុភាពសហគ្រាសមិនត្រូវកត់ត្រានិងប្រកាសបង់ពន្ធលើប្រាក់បៀវត្សសរុបនៅក្នុងខែដែលបើកនោះទេសហគ្រាសត្រូវកត់ត្រានិងប្រកាសបង់ពន្ធលើប្រាក់បៀវត្សជាប្រចាំខែដោយឡែកពីគ្នាហើយលើមូលដ្ឋានចំពោះប្រាក់បៀវត្សដែលត្រូវទទួលបានតាមខែមុននោះទទួលបានសារាចរណ៍នេះអគ្គនាយកដ្ឋានពន្ធដារគ្រប់អង្គភាពក្រមអាវ៉ាតនៃក្រសួងសេដ្ឋកិច្ចហិរញ្ញវត្ថុស្ថាប័នពាក់ព័ន្ធរោងចក្រសហគ្រាសត្រូវសហការអនុវត្តឲ្យមានប្រសិទ្ធភាពប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ចាប់ពីថ្ងៃចុះហត្ថលេខានេះតទៅឧបនាយករដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចហិរញ្ញវត្ថុគឺនៅថ្ងៃទី14ខែតុលាឆ្នាំ2025ដូច្នេះយើងឃើញនៅក្នុងកន្លែងនេះខ្ញុំចង់សរុបសេចក្តីបន្ថែមថានៅក្នុងន័យនេះគឺក្រសួងសេដ្ឋកិច្ចហិរញ្ញវត្ថុបានណែនាំឲ្យយើងប្រកាសពន្ធជារៀងរាល់ខែបើមិនឲ្យយើងសរុបដូចពីមុនទេពីមុនយើងធ្វើការសរុបបាទប្រកាសរបស់គាត់បាទអញ្ចឹងលោកបងប្អូនខ្លះឆ្ងល់បងប្អូនអីគេអញ្ចឹងមានក្រុមហ៊ុនមួយចំនួនអាចនឹងអត់បង់ពន្ធលើប្រាក់បៀវត្សដែរបាទក្រុមហ៊ុនតូចតាច
ហើយនឹងប៉ុន្តែយើងឃើញថាបើសិនជាក្រុមហ៊ុនដែលចុះបញ្ជីត្រឹមត្រូវគាត់ត្រូវប្រកាសបងប្អូនលោកប្រតិវត្តបុគ្គលិកទាំងអស់ដែលគាត់ទទួលបានទៅតាមកម្រិតនិងអត្ថប្រយោជន៍ដែលស្របទៅតាមច្បាប់របស់ក្រសួងសេដ្ឋកិច្ចនិងវត្ថុបាទអញ្ចឹងកន្លងមកយើងបង់រួមក្នុងពេលដែលគាត់ឧទាហរណ៍ថាគាត់ទទួលបាន3ខែសរុបដែលគាត់ទទួលបានហ្នឹងឧទាហរណ៍ថា$2,000អញ្ចឹងគេប្រកាសបង់ពន្ធ$2,000នៅក្នុងតែម្ដងនៅក្នុងមួយខែតែម្ដងប៉ុន្តែក្រសួងសេដ្ឋកិច្ចនិងវត្ថុបានណែនាំរួចហើយថាអត់ឲ្យធ្វើអញ្ចឹងទេគឺឲ្យត្រូវតែបំបែកឧទាហរណ៍ថាទោះបីយើងបើកផ្ដល់ឲ្យគាត់3ខែក៏ពិតមែនតែឲ្យគាត់ហ្នឹងបំបែកទៅតាមខែមួយបាទអញ្ចឹងបើសិនខែឧទាហរណ៍ថាខែ11គាត់ទទួលបានប្រមាណឧទាហរណ៍ថា300យើងកាស300អញ្ចឹងទៅខែ12គាត់ទទួលបាន300ទៀតអញ្ចឹងយើងប្រកាសបង់ពន្ធលើប្រាក់បៀវត្សគាត់300អញ្ចឹងទៅបាទបើសិនជាខែ1គាត់ទទួលបាន$500អញ្ចឹងទៅអញ្ចឹងយើងត្រូវតែប្រកាស$500នៅក្នុងខែបន្តពន្ធចិត្តដាក់ហើយអញ្ចឹងខ្ញុំមានតែប៉ុណ្្នឹងទេបើសិនជាបងប្អូនមានពាក្យយោបល់សូមបងប្អូនជួយវិញនៅក្នុងការ comment បាទអញ្ចឹងសូមអរគុណច្រើនសូមចំពោះបងប្អូនសូមជួយចុច subscribe ហើយនិង share ផងបាទអរគុណច្រើនសូមតាមដាននិងមេរៀនរបស់យើងតទៀតពេលក្រោយសូមអរគុណ